អត្ថបទទី9ត្រូវជួបបញ្ហាប៉ុន្មានដងទៀតបើសួរថាតើត្រូវជួបបញ្ហាប៉ុន្មានដងទៀតនោះគ្មាននរណាម្នាក់អាចដឹងបាននោះទេពិតណាស់នៅក្នុងដំណើរជីវិតរស់នៅរបស់មនុស្សគ្រប់រូបច្បាស់ណាស់ថានឹងប្រឈមទាំងស្ថានភាពល្អនិងស្ថានភាពមិនល្អដោយជៀសមិនផុតនោះឡើយចំពោះបញ្ហាវានៅតែជាបញ្ហាប៉ុន្តែដែលសំខាន់នោះគឺបើជួបបញ្ហាមួយហើយក៏ខំស្វែងរកដំណោះស្រាយចំពោះបញ្ហាមួយនោះទៅកុំព្យាយាមរត់គេចផ្ទុយទៅវិញត្រូវក្លាហានក្នុងការខិតខំព្យាយាមស្វែងរកដំណោះស្រាយឬជំនួយតាមរយៈមនុស្សដែលយើងទុកចិត្តនិងមានភាពកក់ក្ដៅជាមួយឬតាមរយៈអ្នកជំនាញក្នុងការដោះស្រាយបញ្ហាដែលយើងកំពុងតែប្រឈមម្យ៉ាងវិញទៀតយើងក៏អាចស្វែងរកនៅដំណោះស្រាយតាមរយៈការអានសៀវភៅនិងស្ដាប់រួចគិតពិចារណាពីដំណើរជីវិតរបស់បុគ្គលជាច្រើនរូបដែលបានឆ្លងកាត់រួចអំពីទុក្ខលំបាកដូចឬស្រដៀងនឹងយើងព្រមទាំងតាមរយៈមធ្យោបាយផ្សេងទៀតតាមដែលអាចធ្វើទៅបានដើម្បីស្រាយបញ្ហានិងចំណងនៃទុក្ខលំបាកទាំងនោះឲ្យខានតែបានប្រសិនជាយើងមានភាពក្លាហានជាងនេះតែបន្តិចនោះយើងប្រកាសជាអាចដោះស្រាយនៅរាល់បញ្ហាចំពោះមុខបានជាពុំខានដោយមិនខ្វល់ថាបញ្ហានោះមានមួយឬច្រើនជាងនេះនោះឡើយហើយអ្នកក៏មិនចាំបាច់ឆ្ងល់និងមិនចាំបាច់សួរនោះដែរថាហេតុអ្វីខ្ញុំត្រូវជួបបញ្ហាច្រើនម្ល៉េះតើខ្ញុំត្រូវជួបបញ្ហាប្រមាណដងទៀតទៅជំនួសមកវិញអ្វីដែលអ្នកត្រូវធ្វើនោះគឺត្រូវអនុវត្តនូវវិធីសាស្ត្រខាងលើដើម្បីស្វែងរកនូវមធ្យោបាយនិងដំណោះស្រាយចំពោះទុក្ខលំបាកនិងបញ្ហាដែលខ្លួនកំពុងតែប្រឈមរឿងមួយដែលគ្រប់គ្នាត្រូវតែចងចាំទុកនោះគឺកើតមកមានជីវិតរស់នៅលើផែនដីនេះវាជាបេសកកម្មរបស់យើងម្នាក់ដែលចាំបាច់ត្រូវតែបន្តដំណើរជីវិតទៅមុខជាប្រចាំពិតណាស់តែមានការធ្វើដំណើរហើយច្បាស់ណាស់ថានឹងជួបទាំងផ្លូវស្រួលនិងផ្លូវលំបាកដែលជៀសមិនផុតនោះទេត្រូវចាំថាគ្រប់បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយប្រសិនណាជាយើងមានភាពក្លាហានក្រោកឈរនិងខិតខំស្វែងរកវាដោយភាពប្រកបប្រជានោះដំណោះស្រាយពិតជាមានជានិច្ចសម្រាប់យើងម្យ៉ាងវិញទៀតមិនចាំបាច់សួរនោះទេថាត្រូវជួបបញ្ហាប្រមាណដងទៀតនោះបើសិនជាជួបបញ្ហាមួយក៏ខំដោះមួយទៅហើយបើជួបពីរក៏ខំដោះពីរទៅពេលនោះយើងនឹងរៀនបានកាន់តែច្រើនពីជីវិតហើយជីវិតក៏នឹងធំធាត់រឹងមាំនិងចាស់ទុំទៅតាមនឹងដូចគ្នាដែរច្បាស់ណាស់ថានិយាយវាងាយជាងធ្វើប៉ុន្តែលុះត្រាណាតែយើងធ្វើទើបអាចទទួលបាននូវដំណោះស្រាយពិតប្រាកដពេលណាអាចដោះស្រាយបញ្ហាបានហើយទើបយើងអាចរស់នៅក្នុងជីវិតល្អប្រសើរជាងមុនបានត្រូវតែធ្វើ